សម្បត្តិផ្ញើមកពួកក្រុងអេផេសូនៅក្នុងថ្ងៃនេះនាងខ្ញុំនឹងធ្វើការពន្យល់អំពីមេរៀនដែលមាននៅក្នុងព្រះគម្ពីរអេផេសូហើយនៅក្នុងនោះគឺមានចំណុចសំខាន់ធំចំនួន2យ៉ាងដែលទី1គឺនិយាយអំពីព្រះបានតម្រូវយើងទុកជាមុនតាមព្រះハរតីរបស់ព្រះទី2គឺនិយាយអំពីព្រះពរដែលព្រះនឹងប្រទានមកកាន់យើងពីស្ថានដ៏ខ្ពស់ព្រះគម្ពីរអេផេសូគឺជាសម្បត្តិផ្ញើទៅក្រុមជំនុំនៅក្រុងអេផេសូដែលសរសេរដោយលោកប៉ូលគ្រាដែលលោកកំពុងជាប់ឃុំនៅទីក្រុងរ៉ូមព្រះគម្ពីររ៉ូមប៉ូលបានសរសេរថាមនុស្សបានរាប់ជាសុចរិតដោយសារសេចក្តីជំនឿដែលប្រៀបបានទៅនឹងគ្រឹះនៃជីវិតគ្រីស្ទានឯព្រះគម្ពីរអេផេសូគឺប្រៀបបានទៅនឹងការសាងសង់ឡើងពីលើគ្រឹះនៃជំនឿព្រះជាម្ចាស់បានរាប់ក្រុមជំនុំតាំងពីមុនកំណើតលោកីយ៍នេះមានន័យថាព្រះជាម្ចាស់ធ្វើឲ្យសម្រេចផែនការព្រះអង្គតាមដំណាក់កាលនៃប្រវត្តិសាស្ត្រព្រះជាម្ចាស់បានជ្រើសរើសយើងរាល់គ្នាឲ្យធ្វើជាពួកជំនុំរបស់ព្រះអង្គតាំងពីមុនកំណើតលោកីយ៍ហើយព្រះអង្គក៏បានរាប់យើងជាកូនរបស់ព្រះអង្គមួយទៀតព្រះជាម្ចាស់បានអត់ទោសបាបរបស់យើងតាមរយៈព្រះលោហិតរបស់ព្រះយេស៊ូវព្រមទាំងប្រទានប្រាជ្ញានិងតម្រេះសពគ្រប់ដល់យើងតាមរយៈការស្គាល់សេចក្តីពិតហើយព្រះវិញ្ញាណបរិសុទ្ធបានគង់នៅជាមួយយើងដើម្បីអះអាងថាយើងគឺជាកូនព្រះមិនមែនជាកូនអារក្សទៀតទេដូច្នេះពេលយើងប្រជុំគ្នាគឺត្រូវបានហៅថាជាក្រុមជំនុំនៅគ្រានោះប៉ូលបានដឹងថាគាត់គឺជាមនុស្សដែលព្រះបានតម្រូវទុកជាពួកជំនុំរបស់ព្រះអង្គតាំងពីមុនកំណើតលោកីយ៍ដោយដែលអ្នកជឿផ្សេងទៀតដែរដូច្នេះគាត់មានអំណរជាខ្លាំងហើយសរសើរដំកើងព្រះទោះបីជាគាត់កំពុងជាប់គុកក៏ដោយប៉ូលបានដឹងថាព្រះបានប្រើគាត់ឲ្យប្រកាសដំណឹងល្អសម្រាប់សាសដទៃគោលបំណងរបស់ព្រះជាម្ចាស់ដែលទ្រង់បានបង្កើតចក្រវាឡនេះឡើងគឺដើម្បីបង្កើតក្រុមជំនុំនៅក្នុងចក្រវាឡមានភពជាច្រើនប៉ុន្តែព្រះបានប្រទានឲ្យមនុស្សរស់នៅក្នុងភពផែនដីហើយព្រះជាម្ចាស់ក៏បានតម្រូវមនុស្សមួយចំនួននៅផែនដីទុកសម្រាប់ព្រះអង្គបើយើងរួមគ្នាជាពួកជំនុំតែមួយជាគ្រួសារតែមួយនោះយើងនឹងក្លាយជាបងប្អូនគ្នាក្នុងព្រះគ្រីស្ទដែលព្រះជាម្ចាស់ជាប្រវោបិតានៃយើងពេលយើងកំពុងសាងសង់អគារមួយគឺមិនមែនមានតែឥដ្ឋប៉ុណ្ណោះទេគឺមានទាំងឈើសម្រាប់ទ្រជណ្ដើរឈើសម្រាប់បង្កើតតែពេលយើងសាងសង់អគារនោះរួចយើងនឹងរើឈើនិងជណ្ដើរនោះចេញការនេះគឺប្រៀបដូចជាការសង់ពួកជំនុំនិងគ្រួសារព្រះផងដែរដោយយើងកំពុងរស់នៅជាមួយវប្បធម៌សេដ្ឋកិច្ចនយោបាយសង្គមច្បាប់រដ្ឋជាដើមដែលវាទាំងនេះនឹងត្រូវរលាយនៅថ្ងៃចុងក្រោយតែសម្រាប់ពួកយើងដែលជាពួកជំនុំរបស់ព្រះគ្រីស្ទនិងកិច្ចការដែលយើងបានធ្វើថ្វាយព្រះអង្គនោះនឹងនៅស្ថិតស្ថេរអស់កលជានិច្ចបើយើងជឿលើព្រះដោយគិតថាជំនឿនោះនាំឲ្យយើងក្លាយជាអ្នកមានមុខរបរកាន់តែរីកចម្រើនកូនស្ដាប់បង្គាប់បានល្អនិងការប្រាថ្នាចង់បានការផ្សេងទៀតនោះมันអាចរាប់ក្នុងជំនឿដ៏ពិតទេគឺរាប់បញ្ចូលក្នុងការគោរពដល់រូបព្រះសេចក្តីទាំងនេះគឺជាការអធិដ្ឋានដ៏ស៊ីជម្រៅរបស់ប៉ូលដែលព្រះបានបើកបង្ហាញដល់លោកបន្ទាប់មកលោកក៏សម្រេចចិត្តលុបការធ្វើដំណើរទៅប្រទេសអេស្ប៉ាញចោលហើយក៏បានសរសេរព្រះគម្ពីរអេផេសូនេះឡើង